ព្រឹកមិញខ្ញុំអានសម្ដែងគាត់ទៅសេក្នុង channel របស់គាត់អានដោយទាំងអស់បងនិយាយថាมันឈប់បាញ់ហើយទាំងគាត់ទៅសេអាចឲ្យជនពាសឹកត្រឡប់វិលទៅផ្ទះវិញបានទេណាអត់មានលុយបងអត់មានលុយហើយណាមួយនៅយូរទៅខ្លាចបាត់បង់ការងារយើងធ្វើរងថ្ងៃហ្នឹងបងបាទហើយតកែគាត់នៅខាងនោះផងអញ្ចឹងណាគាត់អត់បានផ្ទះទេគាត់ផ្ទះតែក្មេងតូចៗអញ្ចឹងយើងទៅជួយការងារគាត់ផងគាត់ខ្វះបុគ្គលិកមួយធ្វើការបងពោះលំនៅឋានរបស់ប្រជាពលរដ្ឋគឺប៉ះពាល់ក្នុងបឋមទេចំនួនអាចកើនឡើងច្រើនលើនឹងគឺបឋមនេះគឺ64ខ្នងដែលខូចខាតទាំងស្រុង8ខ្នងដែលយើងត្រូវរកលទ្ធភាពក្នុងកម្រិតណាមួយដែលយើងត្រូវដោះស្រាយជូនគាត់ឲ្យគាត់អាចចូលរស់នៅក្នុងផ្ទះរបស់គាត់ឡើងវិញបានអញ្ចឹងគឺយើងអាចមានពីរូបភាពទី1តាមរយៈការគៀងករកពីសប្បុរសជនរបស់យើងដើម្បីជួយឧបត្ថម្ភជាក់ស្ដែងនៅក្នុងការកសាងលំនៅឋានជូនគាត់ហើយនឹងទី2អាចពីជំនួយពីឬក៏ការគាំទ្រពីរដ្ឋាភិបាលតោស្រោសិនជាកងចៅតិចអស់ខំមកវិញក៏បើនេះក៏ក្រាលដេកដែររត់មុនក៏បដិស្លាប់26កក្កដាខូចអស់ក៏ដេញទៅរកប្រាក់ឯណាបានទិញមិនទៅអត់ហើយបានទៅជួយពាវនាវឲ្យដូចធ្វើជួយតាក់តិចណាតែបន្តិចស្រេចគិតជួយធម្មតាតាមសទ្ធា Been fighting so long and so hard that they don't know what the they're doing.